ថ្មីនេះក្រុមហ៊ុនតូអាកម្ពុជាគឺមានផលិតផលថ្មីមួយគឺតូអាឆ្លាមសន្សំដែលជាផលិតផលថ្នាំលាបបានច្រើនម៉ាត់ការ៉េហើយនឹងសន្សំសំចៃថ្ងៃហ្នឹងដែរគឺខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលការលាបដោយបង technical ទាំងអស់គ្នាជំរាបសួរបងនេះដែរគឺខ្ញុំចង់ឲ្យបងបង្ហាញពីការប្រើប្រាស់ថ្នាំតូអាឆ្លាមសន្សំដែលខ្ញុំបានឃើញថាថ្នាំតូអាឆ្លាមសន្សំហ្នឹងមានទាំងថ្នាំពណ៌និងថ្នាំទំនប់ចុះបើសិនជាយើងលាបទៅលើអញ្ចាំងផ្សេងគ្នានឹងមានសភាពខុសគ្នាតែយើងគួរលាបនិងប្រើបែបម៉េចបងបាទថ្ងៃនេះបងសូមបង្ហាញការប្រើប្រាស់ថ្នាំតូអាឆ្លាមទៅលើផ្ទៃជញ្ជាំងមានពីរប្រភេទបាទផ្ទៃជញ្ជាំងថ្មីនិងផ្ទៃជញ្ជាំងចាស់បាទផ្ទៃជញ្ជាំងថ្មីយើងញែកចេញជាពីរប្រភេទបាទគឺផ្ទៃជញ្ជាំងសាច់បូកបាទគេហៅស៊ីម៉ងបូកជាមួយនឹងផ្ទៃជញ្ជាំងម្សៅបៀកអញ្ចឹងផ្ទៃជញ្ជាំងពីរប្រភេទនេះយើងហៅថាផ្ទៃជញ្ជាំងថ្មីដើម្បីធ្វើការប្រើប្រាស់តូអាឆ្លាមឲ្យបានត្រឹមត្រូវជាដំបូងយើងត្រូវត្រួតពិនិត្យផ្ទៃបាទដំណាក់កាលទី1ដំណាក់កាលទី2គឺការប្រើប្រាស់ថ្នាំទំនាប់បាទដែលយើងមានថ្នាំទំនាប់សម្រាប់ជញ្ជាំងថ្មីគឺតូអាឆ្លាមបាទ Alkali Resistant Primer អញ្ចឹងយើងលាបទៅលើផ្ទៃជញ្ជាំងសាច់បូកក៏ដូចជាម្សៅបៀកចំនួន1ជាន់ទុកឲ្យស្ងួតរយៈពេល2ម៉ោងមុននឹងយើងលាបថ្នាំសម្រាប់អញ្ចឹងខ្ញុំសូមបង្ហាញទៅលើផ្ទៃជញ្ជាំងចាស់ជាទូទៅគឺយើងគិតថាផ្ទៃជញ្ជាំងចាស់គឺផ្ទៃដែលមានលាបថ្នាំប៉ុន្តែសម្រាប់គោលការណ៍បច្ចេកទេសផ្ទៃជញ្ជាំងចាស់គឺផ្ទៃជញ្ជាំងអាយុកាលចាប់ពី6ខែឡើងទៅលើគឺយើងហៅថាផ្ទៃជញ្ជាំងចាស់ណាឬមួយក៏ផ្ទៃដែលមានលាបថ្នាំហើយភ្ញៀវក៏ចង់លាបថ្នាំឡើងវិញគឺយើងមានទំនាប់មួយប្រភេទណាដែលសមស្របសម្រាប់ការងារផ្ទៃជញ្ជាំងចាស់ឬក៏ផ្ទៃជញ្ជាំងដែលភ្ញៀវត្រូវលាបថ្នាំឡើងវិញដើម្បីជំនួយទៅលើផ្ទៃជញ្ជាំងមុននឹងគាត់លាបថ្នាំសម្រាប់គឺយើងមានតូអាឆ្លាម Contact Primer បាទអានេះគឺជាប្រភេទថ្នាំទំនាប់ប្រេងតូអាឆ្លាមបាទប្រភេទថ្លាដែលសមស្របសម្រាប់ការងារផ្ទៃជញ្ជាំងចាស់ឬមួយក៏ផ្ទៃដែលមានលាបថ្នាំចាស់ហើយយើងចង់លាបថ្នាំថ្មីឡើងវិញគឺយើងប្រើប្រាស់ថ្នាំទំនាប់តូអាឆ្លាម Contact Primer ចឹងបន្ទាប់ពីយើងលាបថ្នាំទំនាប់រួចរាល់ហើយសម្រាប់ថ្នាំសម្រេចតូអាឆ្លាមសន្សំផ្ទៃខាងក្រៅខាងក្នុងយើងលាបចំនួន2កូតឬក៏2ជាន់ក្នុងមួយជាន់រយៈពេលស្ងួតគឺ2ម៉ោងអូបងខ្ញុំយល់ហើយអញ្ចឹងបងអាចប្រាប់ខ្ញុំពីនីតិវិធីនៃការលាបថ្នាំពណ៌បានអត់បងបាទជាដំបូងគឺយើងលាយថ្នាំទំនាប់បាទតូអាសាក Alkali Resistant Primer បាទយើងលាយទឹកចន្លោះពី10ទៅ15% លាបចំនួន1ជាន់បាទទុកឲ្យស្ងួតរយៈពេល2ម៉ោងមុននឹងលាបថ្នាំសម្រេចរីឯថ្នាំសម្រេចយើងលាយទឹកចន្លោះពី10ទៅ15% ដូចគ្នាលាបចំនួន2ជាន់ក្នុងមួយជាន់ទុកឲ្យស្ងួតរយៈពេល2ម៉ោងមុននឹងលាបជាន់បន្ទាប់ទៀតដូចនេះប្រសិនជាបងប្អូនចង់បានថ្នាំលាបដែលសន្សំសំចៃអាចសាកប្រើជាមួយនឹងថ្នាំពណ៌តូអាឆ្លាមសន្សំបានប្រសិនបើចង់បានព័ត៌មានថ្មីអំពីថ្នាំពណ៌កុំភ្លេចណាជួយចុច like និង follow page តូអាកម្ពុជា